ដើម្បីសន្សំសំចៃពេលវេលាអ្នកបើកបរថយន្តក្រុងបានបើកចូលទៅក្នុងផ្លូវរួមក្រំដីដែលគេបោះបង់ចោលមួយប៉ុន្តែអ្វីដែលគាត់នឹកស្មានមិនដល់នោះគឺផ្លូវរួមក្រំដីដែលមានប្រវែងត្រឹមតែ800ម៉ែត្រសោះគាត់បានបើកបរអស់រយៈពេល20នាទីទៅហើយតែនៅតែមិនទាន់ឃើញផ្លូវចេញទៀតតើអាចមកពីផ្លូវរួមក្រំដីនេះត្រូវបានពង្រីកបន្ថែមឬយ៉ាងណាអ្វីដែលកាន់តែចម្លែកជាងនេះទៅទៀតនោះគឺចាប់តាំងពីពួកគេបានចូលមកក្នុងផ្លូវរួមក្រំដីនេះពួកគេមិនបានឃើញឡានសូម្បីតែមួយគ្រឿងឡើយនៅចំណុចនេះអ្នកបើកបរខ្លួនឯងក៏បានដឹងខ្លួនថាមានអ្វីមួយមិនប្រក្រតីដែរគាត់ក៏សម្រេចចិត្តស្ដាប់តាមការណែនាំរបស់ពួកគេដោយបើកត្រឡប់ទៅតាមផ្លូវដែលពួកគេបានមកវិញប៉ុន្តែរយៈពេល40នាទីទៀតបានត្រឡប់ទៅពួកគេនៅតែមិនទាន់ឃើញផ្លូវចេញដែរធុងសាំងឡានចិត្តនឹងអស់ហើយអ្នកដំណើរទាំងអស់មិនអាចទ្រាំទ្របន្តទៀតបានឡើយពួកគេចង់ចុះពីលើឡានទាំងអស់គ្នាប៉ុន្តែចាប់តាំងពីពេលដែលពួកគេបានចុះពីលើឡានមករឿងចម្លែកជាច្រើនបានចាប់ផ្ដើមលេចឡើងជាបន្តបន្ទាប់នៅពេលដែលគ្រប់គ្នាចុះពីលើឡានមកស្ត្រីមានផ្ទៃពោះម្នាក់បានរើសបានទូរស័ព្ទដៃមួយគ្រឿងនៅក្បែរផ្លូវទូរស័ព្ទដៃនេះគឺជាទូរស័ព្ទដែលនាងបានបោះចោលនៅពេលដែលនាងបានចូលមកក្នុងផ្លូវរួមក្រំដីនេះដំបូងតើវាមកលេចនៅទីនេះដោយរបៀបណាដើម្បីស្វែងរកការពិតថាតើមានរឿងអ្វីកើតឡើងពួកគេបានបញ្ជូនមនុស្សពីរនាក់ឲ្យដើរទៅមុខដើម្បីពិនិត្យមើលចំណែកអ្នកផ្សេងទៀតរងចាំនៅកន្លែងពេលវេលាកាន់តែកន្លងផុតទៅរឿងចម្លែកមួយទៀតក៏បានកើតឡើងមនុស្សពីរនាក់នោះស្រាប់តែដើរមកពីក្រោយក្រុមរបស់ពួកគេទៅវិញតើមានរឿងអ្វីកើតឡើងហ្នឹងតើនេះជាផ្លូវរួមក្រំដីរៀងជារង្វង់មែនទេប៉ុន្តែប្រសិនបើវាជាផ្លូវរួមក្រំដីរៀងជារង្វង់មែននោះអ្នកបើកបរប្រកាសជាដឹងខ្លួននៅពេលដែលគាត់កំពុងបើកបរជាមិនខានដើម្បីអាចចាក់ចេញពីកន្លែងនេះ